ថ្ងៃនេះខ្ញុំនឹងធ្វើខ្លួនជាអ្នកទេសចរដើម្បីដើរលេងនិងសម្រាកនៅទីក្រុងភ្នំពេញចង់ដឹងថាខ្ញុំទៅណាខ្លះហើយធ្វើអីខ្លះតោះទៅជាមួយខ្ញុំទាំងអស់គ្នាកន្លែងទី1ដែលខ្ញុំទៅហ្នឹងគឺព្រះបរមរាជវាំងហើយដើម្បីចូលទៅកាន់ព្រះបរមរាជវាំងបានយើងត្រូវទៅទិញសំបុត្រសិនហើយបន្ទាប់ពីទិញសំបុត្ររួចរាល់មកខ្ញុំក៏ដើរថតទេសភាពជុំវិញព្រះបរមរាជវាំងហើយបើនិយាយពីសម្រស់វិញគឺសស្អាតមែនទែនអ្នកទាំងអស់គ្នាបើខ្ញុំរ៉េតវិញរ៉េតឲ្យ10លើ10ហ្មងហើយដោយសារតែថ្ងៃហ្នឹងមិនមែនចំថ្ងៃសៅរ៍និងថ្ងៃអាទិត្យណាចង់អត់សូវមានបងប្អូនយើងមកលេងនៅក្នុងព្រះបរមរាជវាំងច្រើនទេហើយខ្ញុំក៏ចំណាយពេលវេលាថតរូបនិងថតវីដេអូខ្លះៗចឹងណាអ្នកទាំងអស់គ្នាហើយបើកន្លែងនេះវិញគឺមានការតាំងបង្ហាញនៅដូចជាកៃតម្បាញវត្ថុអនុស្សាវរីយ៍និងរូបភាពដើម្បីឲ្យភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិបានឃើញហើយបន្ទាប់ពីដើរលេងនៅក្នុងព្រះបរមរាជវាំងហើយខ្ញុំក៏ហៅឲ្យញ៉ាំតិចតួចចឹងណាហើយខ្ញុំក៏ឆ្លៀតពេលអង្គុយញ៉ាំអីតិចតួចចឹងហើយមុននឹងយើងបន្តទៅកន្លែងទី2យើងទៀតហើយកន្លែងទី2របស់យើងហ្នឹងគឺសារមន្ទីរជាតិខ្ញុំក៏ចូលទៅទិញសំបុត្រនៅក្នុងសារមន្ទីរជាតិហើយដើម្បីចូលទៅទស្សនានៅវត្ថុបុរាណនានាដែលគេតាំងបង្ហាញនៅក្នុងសារមន្ទីរជាតិចឹងណាអ្នកទាំងអស់គ្នាហើយបើសិនជាកន្លែងប្លង់ថតវិញក៏មានច្រើនដែរអ្នកទាំងអស់គ្នាហើយចឹងខ្ញុំក៏ចំណាយពេលវេលាក្នុងការដើរទស្សនានៅវត្ថុបុរាណនានាដែលគេមានការតាំងបង្ហាញនិងថតរូបខ្លះៗចឹងណាហើយបន្ទាប់ពីការដើរទស្សនាដូចជាព្រះបរមរាជវាំងនិងសារមន្ទីរហើយខ្ញុំក៏ត្រូវការកន្លែងសម្រាកដែរហើយកន្លែងសម្រាករបស់ខ្ញុំគឺជឿលើនៅស្ថានភាពលើបតុមគ្រាន់តែចូលមកដល់ស្ថានភាពគេភ្លាមអ្នកទាំងអស់គ្នាគឺទាំងទស្សនវិជ្ជាជុំវិញស្ថានភាពហើយទាំងបុគ្គលិកគេលូលាក់មែនតែនហើយចឹងខ្ញុំក៏ធ្វើការ check in បន្ទាប់ពី check in រួចរាល់ហើយទទួលបាន key card ហើយខ្ញុំទៅកាន់បន្ទប់របស់ខ្ញុំដែលបន្ទប់របស់ខ្ញុំគឺនៅជាន់ទី9នៃស្ថានភាពលើបន្ទប់គ្រាន់តែខ្ញុំ scan ការចូលបន្ទប់ភ្លាមណាទាំងអស់គ្នាបន្ទប់គឺស្រស់ស្អាតមែនតែនទាំងក្លិនហើយបើនិយាយពីបន្ទប់ទឹកវិញក៏ clean ដែរអ្នកទាំងអស់គ្នាហើយបើនិយាយពីកន្លែងនេះវិញណាគ្រាន់តែខ្ញុំបើកវាំងននមកភ្លាមគឺឃើញទស្សនវិជ្ជាព្រះបរមរាជវាំងទាំងមូលហ្មងអ្នកទាំងអស់គ្នាហើយបន្ទាប់ពីរៀបចំខ្លួនរួចរាល់មកខ្ញុំទៅកាន់ជាន់ទី11និង12នៃស្ថានភាពលើបន្ទប់គឺកន្លែង swimming pool គេវិញក៏ធំដែរអ្នកទាំងអស់គ្នាហើយបើទស្សនវិជ្ជាវិញយើងឃើញទស្សនវិជ្ជាជុំវិញទីក្រុងភ្នំពេញហ្មងអ្នកទាំងអស់គ្នាហើយគេក៏មាន Skype bar ដែរហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងពីព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចតាក់ទងទៅកាន់ស្ថានភាពផ្ទាល់ដែល link Telegram របស់ស្ថានភាពគឺមាននៅ caption ខាងលើ